ចាជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះផាន់ដាវីថ្នាក់ A ថ្ងៃនេះខ្ញុំមកសង្ខេបមេរៀននៅសប្តាហ៍ទី6គឺមេរៀន Bloom Taxonomy ការរៀបចំតេស្តនិងការបង្កើតតេស្តនៅក្នុងមេរៀននេះផងដែរគឺនាងខ្ញុំសង្ខេបទៅលើ6ចំណុចទី1គឺគោលការណ៍ការបង្កើតសំណួរតាមទ្រឹស្ដី Bloom ទី2ប្រភេទសំណួរតាមកម្រិត Bloom ទី3ការអនុវត្តការបង្កើតសំណួរតាមកម្រិត Bloom ទី4គុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បិទសំណួរពហុជ្រើសរើសទី5គឺគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បើកនិងទី6ការរៀបចំនៃការបង្កើតតេស្តស្តង់ដារចា៎ចំពោះទី1គោលការណ៍ការបង្កើតសំណួរតាមទ្រឹស្ដី Bloom អញ្ចឹងយើងត្រូវចោទសួរសំណួរថាតើយើងប្រើ Bloom Taxonomy ហ្នឹងដើម្បីអ្វីចាអញ្ចឹងយើងប្រើប្រាស់ Bloom Taxonomy ហ្នឹងដើម្បីរៀបចំកម្មវិធីសិក្សាដើម្បីសរសេរនិងកំណត់នៅវត្ថុបំណងមេរៀនដើម្បីរកឃើញនៅបំណិនដោយរៀនពីស្រួលទៅលំបាកដើម្បីបន្សំវត្ថុបំណងនៅនឹងវិធីសាស្ត្រនិងស្តង់ដាររង្វាយតម្លៃមានប្រសិទ្ធភាពដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវដើម្បីសម្រួលការសួរសំណួរហើយត្រូវសួរសំណួរទៀតថាតើកម្រិតពុទ្ធិ Bloom ចែកចេញជាប្រមាណកម្រិតចាអញ្ចឹងកម្រិតពុទ្ធិ Bloom នឹងចែកចេញជា6កម្រិតកម្រិតទី1គឺការចងចាំកម្រិតទី2គឺការយល់ទី3គឺការអនុវត្តទី4គឺការវិភាគទី5គឺការវាយតម្លៃនិងទី6គឺការបង្កើតចាឥឡូវចូលដល់ចំណុចទី2ធំប្រភេទសំណួរតាមកម្រិត Bloom ចាចំពោះទម្រង់សំណួរគឺមាន2ទម្រង់គឺទម្រង់សំណួរបិទនិងទម្រង់សំណួរបើកទម្រង់សំណួរបិទជាសំណួរទាំងឡាយណាដែលចម្លើយរបស់សំណួរហ្នឹងត្រូវបានផ្ដល់ឲ្យរួចជាស្រេចហើយតម្រូវឲ្យអ្នកឆ្លើយនឹងធ្វើការជ្រើសរើសផ្គូផ្គងបំពេញឬភ្ជាប់ចម្លើយទាំងនោះសំណួរទម្រង់បិទអាចជាសំណួរពហុជ្រើសរើសសំណួរខុសឬត្រូវសំណួរផ្គូផ្គងនិងសំណួរបំពេញចន្លោះអីជាដើមចាទម្រង់សំណួរបើកចំពោះទម្រង់សំណួរបើកជាសំណួរដែលតម្រូវឲ្យអ្នកឆ្លើយនឹងសំណួរផ្ដល់ចម្លើយទាំងស្រុងមិនថាតាមរយៈការនិយាយដោយផ្ទាល់មាត់ឬក៏ការសរសេរផ្សេងឡើយចូលដល់ចំណុចធំទី3គឺការអនុវត្តការបង្កើតសំណួរតាមកម្រិត Bloom អញ្ចឹងការអនុវត្តការបង្កើតសំណួរតាមកម្រិត Bloom ហ្នឹងគឺកម្រិតពុទ្ធិរបស់សំណួរពាក់ព័ន្ធនឹងកម្រិតពុទ្ធិរបស់សំណួរចំពោះកម្រិតពុទ្ធិការចងចាំគឺសម្គាល់ទៅលើការមើលការស្ដាប់ការកត់ត្រាសូត្រទន្ទិញរំលឹកប្រាប់អានឡើងវិញចង្អុលប្រាប់រៀបរាប់ពិពណ៌នាមគូផ្គងហៅឈ្មោះផ្សេងហ្នឹងចានិងកម្រិតពុទ្ធិយល់ដឹងគឺសម្គាល់ទៅលើការសួរបកស្រាយបង្ហាញពន្យល់ឬក៏វិភាសាហ្នឹងកម្រិតអនុវត្តសម្គាល់ទៅលើស្រាយគណនាជ្រើសរើសពិសោធន៍ប៉ាន់ស្មានកំណត់សម្រួលពន្លាតបង្ហាញអនុវត្តអីជាដើមចាកម្រិតពុទ្ធិពាក់ព័ន្ធជាមួយនឹងវិភាគអញ្ចឹងសម្គាល់ទៅលើការប្រៀបធៀបលើការបែងចែកទៅលើចំណាត់ថ្នាក់ឬក៏រៀបលំដាប់ញែកឲ្យច្បាស់ឲ្យឃើញច្បាស់ចានិងកម្រិតពុទ្ធិមួយទៀតគឺវាយតម្លៃសម្គាល់ទៅលើការផ្ដល់យោបល់សម្រាប់ចិត្តរិះគន់ដាក់ពិន្ទុឬក៏ថ្លឹងថ្លែងធ្វើការទាញសន្និដ្ឋានអីជាដើមចានិងកម្រិតពុទ្ធិមួយទៀតគឺបង្កើតថ្មីចាអញ្ចឹងពាក់ព័ន្ធសម្គាល់ទៅលើរចនាផលិតការរៀបគម្រោងរៀបរៀងឬក៏បង្កើតនិងផ្សំបញ្ចូលគ្នាដោយច្នៃប្រឌិតទាញរូបមន្តទាញផលវិបាកអីចឹងជាដើមចាចូលមកដល់ចំណុចទី3ដដែលគឺការណែនាំការបង្កើតសំណួរតេស្តទម្រង់ពហុជ្រើសរើសចាចំពោះសំណួរតេស្តពហុជ្រើសរើសដែលមានលក្ខណៈស្តង់ដារផ្សំឡើងដោយពីរផ្នែកសំខាន់ដូចជាផ្នែកសំណួរនិងសំណុំជម្រើសចម្លើយនិង
គេត្រូវសរសេរផ្នែកសំណួរ STEM នេះ STEM ហ្នឹងទៅជាប្រយោគសំណួរពេញលេញនិងសំណុំជំរើសចម្លើយហ្នឹងត្រូវមានចម្លើយត្រឹមត្រូវ1និងចម្លើយខុសដល់ទៅ3ចា៎មកចូលដល់ចំណុចទី4ធំគឺគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បិទចា៎ប្រភេទសំណួរដូចជាសំណួរត្រូវឬខុសចា៎អញ្ចឹងគុណសម្បត្តិហ្នឹងគឺងាយសរសេរហើយងាយដាក់បន្ទុកទៀតចំពោះគុណវិបត្តិវិញអត្រាទស្សន៍ទាយខ្ពស់ដល់ទៅ50%ហើយมันអាចបង្កើតជំរើសចម្លើយលើសពី2បានចាអញ្ចឹងចម្លើយមួយនិងចម្លើយមួយទៀតគឺខុសចាហើយมันងាយតម្លៃបំណិនឬក៏ចំណេះដឹងហ្នឹងក្នុងកម្រិតខ្ពស់បានចាអត់អាចវាតម្លៃបានទេចាមកចូលដល់ប្រភេទសំណួរបែបផ្គូផ្គងគុណសម្បត្តិវាមានប្រយោជន៍សម្រាប់ការធ្វើតេស្តអំពីទំនាក់ទំនងមានប្រយោជន៍សម្រាប់ការធ្វើតេស្តពិតព័ត៌មានងាយបង្កើតក្នុងចំនួនច្រើនចាហើយចំពោះគុណវិបត្តិនេះវិធីសាស្ត្របង្កើតសំណួរជាក្រុមបំផ្លាញភាពឯករាជ្យនៃសំណួរតេស្តចាចំពោះប្រភេទសំណួរពហុជ្រើសរើសចាគុណសម្បត្តិគឺកាត់បន្ថយអត្រាទស្សន៍ទាយអាចត្រូវបានប្រើដើម្បីវាស់លំនាំនៃពុទ្ធិបានទូលំទូលាយកាត់បន្ថយបញ្ហានៃការកែបន្ទុកតាមមុខវិជ្ជាចាការវិភាគលទ្ធផលផ្ដល់ព័ត៌មានវិនិច្ឆ័យបានច្រើនងាយស្រួលដាក់ជូនបន្ទុកចាចំពោះគុណវិបត្តិវិញការបង្កើតសំណួរពហុជ្រើសរើសចំណាយពេលយូរនិងមានតម្លៃថ្លៃចាការបង្កើតជំរើសចម្លើយខុសមានការលំបាកពិបាកវាស់វែងពីរចនាសម្ព័ន្ធនៃគំនិតរបស់អ្នកឆ្លើយសំណួរតេស្តចាហើយចំពោះសំណួរបែបបំពេញចន្លោះវិញគុណសម្បត្តិគឺមានភាពជឿជាក់ខ្ពស់ងាយសរសេរហើយកាត់បន្ថយការទស្សន៍ទាយហើយចំពោះគុណវិបត្តិវិញពិបាកផ្ដល់បន្ទុកអាចមានចម្លើយដែលត្រឹមត្រូវច្រើនពិបាកកំណត់នៅអ្វីដែលត្រូវវាស់វែងពិតប្រាកដសិស្សប្រោះរយៈពេលវែងដើម្បីបំពេញចាហើយហាក់មិនបានផ្ដល់ព័ត៌មានច្រើនដល់អ្នកធ្វើទេចាអានឹងពាក់ព័ន្ធជាមួយនឹងទម្រង់សំណួរបិទចាtrongប្រភេទសំណួរហ្នឹងគឺមានគុណវិបត្តិនិងគុណសម្បត្តិចាចំចូលដល់ចំណុចទី5ធំគឺគុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បើកសំណួរទម្រង់បើកជាប្រភេទសំណួរដែលតម្រូវឲ្យសិស្សសរសេរចម្លើយដោយគំនិតផ្ទាល់ខ្លួនដើម្បីឆ្លើយនឹងបញ្ហាដែលបានចោទឡើងចម្លើយអាចខ្លីឬវែងអាស្រ័យលើទំហំនៃបញ្ហានិងសមត្ថភាពឆ្លើយរបស់សិស្សម្នាក់ៗដូចជាសំណួរសរសេរទម្រង់ខ្លីឬក៏សំណួរសរសេរទម្រង់វែងចាចូលមកដល់ទី6ការអនុវត្តការរៀបចំនិងការបង្កើតតេស្តស្តង់ដារចំពោះការអនុវត្តការរៀបចំនិងបង្កើតតេស្តស្តង់ដារនេះគឺចែកចេញជា6ដំណាក់ទី1គឺដំណាក់ទី1គឺតារាងកំណត់គម្រោងលម្អិតតេស្តទី2គឺការបង្កើតសំណួរតេស្តដំណាក់ទី3គឺអនុវត្តការធ្វើតេស្តក្នុងថ្នាក់រៀនដំណាក់កាលទី4គឺការធ្វើអត្រាកំណែនិងកែសំណួរទម្រង់បើកនិងដំណាក់កាលទី5គឺវិភាគលទ្ធផលតេស្តដំណាក់កាលទី6កំណត់ចំណុចខ្លាំងចំណុចខ្វះខាតបន្ទាប់មករៀបចំផែនការបង្រៀននេះដើម្បីធ្វើឲ្យលទ្ធផលសិក្សារបស់សិស្សប្រសើរឡើងចាហើយនៅក្នុងទី6ដែរចំណុចសំខាន់ក្នុងគម្រោងលម្អិតតេស្តគឺដូចជាមានមុខវិជ្ជារងឬខ្លឹមសាររងជំពូកឬមេរៀនលទ្ធផលសិក្សាធម្មតាឬស្តង់ដារសំណួរទម្រង់សំណួរកម្រិតពុទ្ធិរបស់លទ្ធផលសិក្សាកម្រិតលំបាករបស់សំណួរបន្ទុកខ្ពស់បំផុតសម្រាប់សំណួរនីមួយៗអញ្ចឹងវារយៈពេលធ្វើសំណួរពាក់ព័ន្ធជាមួយនឹងរយៈពេលសំណួរឬក៏លេខកូដសំណួរនិងលេខរៀងសំណួរចា
អញ្ចឹងមេរៀនដែលខ្ញុំសង្ខេបសូមបញ្ចប់សូមអរគុណលោកគ្រូ